Hello អ្នកទាំងអស់គ្នាខ្ញុំបាទ XVD សម្រាប់រឿងថ្ងៃនេះខ្ញុំយករឿងដែលមានចំណងជើងថាលោកពូស៊ូមប៊ីគុណភាពតាមស្អីរឿងមកមាននារីម្នាក់ជន់នៅលើផ្លូវរថភ្លើងនោះក៏មានបរិមម្នាក់យកដៃរបស់គាត់ទៅទប់នឹងរថភ្លើងនោះហើយបានបង្កសំឡេងម្ដាយនិងកូនក៏បានអរគុណលោកពូស៊ូមប៊ីប៉ុន្តែនៅពេលឃើញមុខ for saving កាន់មកផ្ទះរបស់លោកពូស៊ូមប៊ីវិញយកក៏បានឃើញល្អរបស់ពូស៊ូមប៊ីគេបង្ហាញឲ្យឃើញលោកពូស៊ូមប៊ីកំពុងតែភ្ញាក់ពីគេងបន្ទាប់មកលោកពូស៊ូមប៊ីក៏បានដុសធ្មេញដើម្បីសម្រេចបំណងលោកពូស៊ូមប៊ីបានជួយមនុស្សជាច្រើនដូចជាខ្ញុំភ្លេចបញ្ជាក់គោលបំណងរបស់លោកពូស៊ូមប៊ីគឺរស់នៅជាមួយមនុស្សបានទៅជួយទប់យមហោះកុំឲ្យធ្លាក់លោកពូស៊ូមប៊ីគ្រាន់តែសិស្សម្នាក់ដែលរៀននៅសាលាមួយត្រូវបានស៊ូមប៊ីខំក៏ខ្លាចជាស៊ូមប៊ីមិនដឹងទៅដើរវែងដើរតែតោនៅក្នុងវងស៊ូមប៊ីបន្ទាប់មកត្រូវបានមនុស្សពពួកមនុស្សចាប់យកទៅធ្វើជាម៉ាស៊ីនដើម្បីជាអ្នកខ្លាំងម្នាក់លោកពូស៊ូមប៊ីខិតខំប្រឹងប្រែងហាត់ប្រាណដើម្បីខ្លាចជាអ្នកខ្លាំងមានទាំងពីការលើកអាទែមានទាំងពីការហែទឹកឲ្យត្រីឆាមស៊ីបដូរពីការញ៉ាំសាច់មើលទៅជាការញ៉ាំបន្លែហាត់ប្រាណថៃជីតាមមនុស្សរហូតខ្លះជាលោកឪស៊ូមប៊ីលោកពូស៊ូមប៊ីក៏បើកមើលអាហារក៏បានអស់តម្រូវឲ្យគាត់ទៅទិញអាហារនៅហាងមួយកន្លែងបន្ទាប់ពីចេញពីកន្លែងទិញអាហារលោកពូស៊ូមប៊ីក៏បានឃើញកូនចៅរបស់គាត់ដែលមានឈ្មោះថាដេកគូលដោយសារលោកពូគ្រប់ច្បាប់ចរាចរណ៍ជាមនុស្សដើម្បីរស់នៅជាមួយមនុស្សលោកពូបានបង្ហោះឡានទៅលើមេឃយើងក៏លេងមកទីក្រុងមួយវិញមានកូនស៊ូមប៊ីម្នាក់កំពុងតែសុំម្ដាយវាថាវាឃ្លានម្ដាយវាក៏ប្រាប់ថាចាំឃីងរបស់វាមកឃើញកូនចៅពួកវានិយាយថាឃីងមិនត្រឡប់មកវិញហើយលោកពូស៊ូមប៊ីបានសួររកកូនចៅចំណិតរបស់គាត់កូនចៅទី1មានឈ្មោះថាឡាងចៅទី2មានឈ្មោះថាហ្វកូនចៅទី3ឈ្មោះថាកាន់កូនចៅទី4ឈ្មោះថាគូកូនចៅទី5ឈ្មោះថាអាវ៉ាមីតនិងចុងក្រោយគេបង្អស់មានឈ្មោះថាអាសង្ហាក្រោយពីលោកពូស៊ូមប៊ីបានបើកទ្វារទៅកូនចៅរបស់គាត់ធ្វើការគ្រប់ពូស៊ូមប៊ីបានបង្ហាញក្រដាសពីការចាប់ខ្លួនរបស់អាដៃគោលបន្ទាប់មកអាដៃគោលបាននិយាយឡើងមូលហេតុដែលវាឲ្យគេឃើញដោយសារវាមិនឲ្យកំពុងតែនិយាយគ្នាសុកអាសង្ហាក៏បាននិយាយឡើងថាយើងបានបដូរទីតាំងច្រើនកន្លែងហើយភ្លាមអាសង្ហាក៏ដឹងញៀនមនុស្សមកហើយអាស្មីតតែសម្រាប់វាទៅអបអរមេលោកពូស៊ូមប៊ីបានជាកូនចៅរបស់គាត់នាំជាជនចេញក្រៅក្រុងយើងក៏លេងមកលើយន្តហោះនេះវិញឃើញនារីម្នាក់ដែលមានឈ្មោះថា President ប៉ុន្តែខ្ញុំសូមហៅថាចៅខ្ជូតបានសួរទៅកូនចៅរបស់គាត់ថានៅខាងក្រោមមានជនភៀសខ្លួនប្រមាណអ្នកនិងមានស៊ូមប៊ីប្រមាណអ្នកស្រួលគាត់ចាត់ការចំណែកឯអាស្មីតវាចង់ទៅតែម្ដងតែត្រូវលោកពូស៊ូមប៊ីហាមឃាត់មិនឲ្យទៅយើងក៏លេងមើលលើយន្តហោះនេះវិញយើងក៏បានឃើញលោកពូណានចាម្នាក់កំពុងតែឈរនៅលើយន្តហោះទីបញ្ជារបស់ President នឹងគឺចៅខ្ជូតហើយក្រុម Dr. Smith បានបញ្ជាកូនចៅរបស់គាត់យកមនុស្សធ្វើជាចម្បាញ់លេងណែឯទាហានក៏ព្យាយាមបាញ់កូនស៊ូមប៊ីតែត្រូវលោកពូស៊ូមប៊ីយកខ្លួនមកពាំងក្នុងចំណោមនោះមានទាហានម្នាក់បានយកអាបេបាញ់ទៅលើលោកពូស៊ូមប៊ីលើសូតាតាមមកទៀតបរិបម្នាក់នោះត្រូវបានកូនចៅរបស់គាត់យកกระดาษមកបង្ហាញថាលោកពូស៊ូមប៊ីគឺជាមនុស្សល្អដែលពាក់របាំងមុខស៊ូមប៊ីដើរជួយប្រជាជនមានឈ្មោះយ៉ាងល្បីល្បាញប៉ុន្តែលោកពូស៊ូមប៊ីមិនកាត់អ្វីនោះទេយើងងាកមកខាងលោកពូនិនចាវិញត្រូវបាន President បញ្ជាឲ្យទម្លាក់ខ្លួនដើម្បីកម្ចាត់ស៊ូមប៊ីចំណែកខាងលោកគ្រូប៉ែតឈិនវិញបានបញ្ជាកូនចៅទម្លាក់សារធាតុប្រយ៉ាងដែលធ្វើឲ្យស៊ូមប៊ីមានមាឌធំក្រោយពីការឃើញលោកពូស៊ូមប៊ីមិនកាត់អីលោកបរិធានក៏បានបញ្ជូនលោកពូស៊ូមប៊ីដាក់ក្នុងឡាននិងមកប្រាប់ទៅកងឡានថាសូមបាត់ឲ្យលឿនដើម្បីជួយលោកពូស៊ូមប៊ីទៅពេទ្យយើងក៏លែងមកខាងលោកពូនិនចាវិញកំពុងតែប្រព្រឹត្តគ្នាឡើងខ្លាំងជាមួយបិសាចជាស៊ូមប៊ីលោកពូនិនចាកំពុងតែឈរនៅម្ដុំដើម្បីឲ្យយៈធំប៊ីធ្វើការសម្លាប់នគរគាត់ប៉ុន្តែនៅពេលដែលស៊ូមប៊ីកំពុងតែលោតចូលមកគាត់បានប្រើអាតិមេតរបស់គាត់ចុងក្រោយក្បាច់របស់ពូនិនចាធ្វើឲ្យយៈស៊ូមប៊ីដាច់ជាកងដួលស្លាប់ពាក់កណ្ដាលខ្លួន
ដោយតាសំប៊ីយ៉ាដែលបានវាប្រហារទីក្រុងគឺជាកូនចៅរបស់លោកពូសំប៊ីលោកពូសំប៊ីក៏បានមកមើលចំណែកអ្នកខាងអ្នកលើយន្តហោះវិញក៏បានរាយការណ៍ថាមានវិស័យរែងឯមួយទៀតបានបង្ហាញខ្លួននៅតំបន់របស់លោកពូនិនចាលោកពូនិនចាភ្លាមក៏បានហក់ចូលទៅណែខាងអ្នកយន្តហោះក៏បានសួរតានិនចាអាចនឹងចាញ់ទេភ្លាមគាត់ក៏បានរាយការណ៍ថាលោកនិនចាបានចាញ់ទៅហើយធ្វើឲ្យ President ភ្ញាក់ផ្អើលជាខ្លាំងចំណែកឯ President មានការខឹងជាខ្លាំងក៏បាននិយាយថាខ្ញុំនឹងសម្លាប់ឯងក៏បានលោតចុះចូលទៅតែម្ដងវាដាវកាប់តែម្ដងមិនបានរៀងខ្លួនរួចរាល់កាប់ចូលទៅលើពូសំប៊ីតែដល់គួររឿងអស្ចារ្យមួយបានកើតឡើងធ្វើឲ្យដាវរបស់ President បាក់ភ្លាមធ្វើឲ្យ President មានការភ្ញាក់ផ្អើលជាខ្លាំងតែ President ក៏បានដកដាវយ៉ាងខ្លាំងក្លាយកមកកម្ចាត់លោកពូសំប៊ីឈប់ខ្ញុំអាចបកស្រាយបាន